រណ្ដាប់ទទួលទេវតារណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរៀងទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវរៀបក្រាលសំពត់ពណ៌សឬសំពត់តាមអំពរទេវធីតាក៏បានហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាចបាយសី9ថ្នាក់មួយគូបាយសី7ថ្នាក់មួយគូបាយសី5ថ្នាក់មួយគូបាយសី3ថ្នាក់មួយគូបាយសីបាឆាមមួយគូស្លាធម៌មួយគូទឹកអប់មួយគូទៀន5ធូប5ផ្កា5ដាក់លើជើងពានមួយគូចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូផ្លែឈើ11មុខរៀបដាក់លើជើងពាន11គូដូងឡើយមួយគូទឹកស្អាត2កែវស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះអ្នកមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមន្ទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងជាទីរលឹកលុះចប់ពិធីទទួលទេវតានៅខាងដើមរៀនគួរមានខ្លោះមួយបាំងផងដែរនៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់កាមលីភួងពីលើគ្រប់ដង្វាយនៅលើជើងពាននិងនៅលើបាយសីត្រូវដើរទៀនហើយដុតបំភ្លឺ